អ៊ុយក្រែននិងរុស្ស៊ីបញ្ចប់សង្គ្រាមឬនៅចម្លើយគឺនៅទេស្ថានភាពសង្គ្រាមអ៊ុយក្រែនសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីនៅតែបន្តមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពផ្លូវការមានការចរចានិងការសម្របសម្រួលពីសហគមន៍អន្តរជាតិប៉ុន្តែមិនទាន់ឈប់បាញ់ពេញលេញអ្វីកំពុងកើតឡើងការប្រយុទ្ធនៅតំបន់ខ្លះនៅតែមានអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងរៀបចំផែនការស្ដារឡើងវិញក្រោយសង្គ្រាមសម្រាប់ថ្ងៃអនាគតប៉ុន្តែវាមិនមានន័យថាសង្គ្រាមបានបញ្ចប់ហើយទេ EU សាទរវិវត្តភាពជាមួយអាមេរិកលើផែនការស្ដារអ៊ុយក្រែនក្រោយសង្គ្រាមប្រធានពង្រីកសហភាពអឺរ៉ុបលោកស្រីម៉ាតាកូសាទរវិវត្តភាពនៃកិច្ចព្រមព្រៀងប្រតិបត្តិការរវាង EU សហរដ្ឋអាមេរិកអ៊ុយក្រែនផែនការសេដ្ឋកិច្ចក្រោយសង្គ្រាមថ្លែងនៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅដាវនលោកស្រីបានបញ្ជាក់ថាភាគីទាំង3បានឈានដល់កិច្ចព្រមព្រៀងលើឯកសារវិបុលភាពសម្រាប់អភិវឌ្ឍអ៊ុយក្រែនបន្ទាប់ពីសន្តិភាពផែនការនេះជាក្របខ័ណ្ឌសំខាន់សម្រាប់ការស្ដារឡើងវិញកំណើនសេដ្ឋកិច្ចវិបុលភាពរយៈពេលវែងរបស់អ៊ុយក្រែនលោកស្រីកូសង្កត់ធ្ងន់ថាប្រាក់រដ្ឋនិងថវិកា EU មិនគ្រប់គ្រាន់ត្រូវទាមទារវិនិយោគឯកជនដើម្បីជោគជ័យកត្តាសំខាន់បំផុតបង្កើតថវិកាអាជីវកម្មមានសុវត្ថិភាពដើម្បីឲ្យវិនិយោគិនមានទំនុកចិត្តលោកស្រីក្រងជួយប្រធានាធិបតី Volodymyr Zelensky ដៃគូវិនិយោគអន្តរជាតិរួមទាំង BlackRock នៅដាវូចំពោះអនាគតសមាជិកភាព EU របស់អ៊ុយក្រែនលោកស្រីកូនិយាយថា EU កំពុងប្រឈមបញ្ហាធំត្រូវគិតក្រៅប្រអប់ក្នុងស្ថានភាពលំបាកបច្ចុប្បន្នសរុប EU កំពុងរួមដៃជាមួយអាមេរិកនិងអ៊ុយក្រែនដើម្បីរៀបចំផែនការសេដ្ឋកិច្ចក្រោយសង្គ្រាមដោយផ្ដោតលើការតាក់ទងវិនិយោគឯកជននិងការធានាសន្តិសុខស្ថិរភាពរយៈពេលវែង